ជំរាបសួរអ្នកទស្សនាទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយនិយាយអំពី status website នៅលើ AWS អញ្ចឹងជាដំបូងយើងចូលទៅកាន់ម៉ាស៊ីនរបស់យើងមានឈ្មោះថា EC2 បន្ទាប់មកទៀតយើងចូលទៅកាន់ instance ហើយបន្ទាប់មកចូលដល់កន្លែងនេះយើងដាក់ Ohio ចង់ចូលមកដល់កន្លែងនេះគឺខ្ញុំបើកស្រាប់ខ្ញុំបានបោកម្ដងហើយអញ្ចឹងយើងចូលទៅកាន់វាហើយជាបន្ទាប់ទៀតយើងចូលទៅកាន់ connect ចូលមកដល់ពេលយើង connect ហើយយើងចង់ ASX វាអញ្ចឹងយើងចង់ ASX វិញចូលទៅ copy កន្លែងនេះអញ្ចឹងខ្ញុំធ្វើការ copy ហើយអញ្ចឹងចូលមកដល់កន្លែង git bar នេះសម្រាប់ git bar នេះយើងចូលទៅកាន់វាបានឬក៏បើកវាបានយើងដើម្បីបើកវាបានគឺយើងចូលទៅកាន់កន្លែង key ដែលយើងដាក់នៅក្នុងdrive របស់យើងអញ្ចឹងយើងដាក់កន្លែងណាគឺយើងបើកមកអញ្ចឹងកន្លែងនេះយើងវាយពាក្យថា yes មកយើងចូលទៅកាន់បានហើយអញ្ចឹងការងារដំបូងដែលយើងត្រូវវាយ comment ហ្នឹងគឺយើងធ្វើការ update អញ្ចឹង comment update យើងធ្វើការវាយ sudo apt update sudo apt updateអញ្ចឹងcomment ជាបន្ទាប់ទៀតគឺយើងវាយ comment មួយថាsudo system ctl status nginx អញ្ចឹង comment ហ្នឹងគឺយើងវាយសម្រាប់ចង់ដឹងថា nginx យើងដំណើរការអត់អញ្ចឹងយើងធ្វើការវាយ comment ហ្នឹងមក sudo system ctl nginx យើងមានបញ្ហាជាសម្រាប់បញ្ហាដែលខ្ញុំបានជួបនោះគឺខ្ញុំភ្លេចដាក់ពាក្យមួយម៉ាត់ថា status អញ្ចឹងនៅមុខsystem ហ្នឹងវាមានពាក្យថា status មួយទៀតអញ្ចឹងវាពាក្យថា status okay with not foundអញ្ចឹងដល់ពីអញ្ចឹងពេលយើងដែលយើង config ហើយឥឡូវវាដំណើរការវិញដល់ពេលដែលវាដំណើរការគឺវាដាក់ថា active running yes អញ្ចឹងជាបន្ទាប់យើងចង់ដឹងថាnginx មួយយើងដំណើរការបានអត់នេះគឺយើងចូលទៅកាន់ AWS របស់យើងមកហើយយើងចូលទៅកាន់ EC2 ហើយយើង copy IP address នេះអញ្ចឹងចូលដល់កន្លែងនេះយើងគ្រាន់តែ copy IP address របស់យើងនៅក្នុងម៉ាស៊ីនEC2 របស់យើងមិញហ្នឹងហើយដល់មកយើងយកIP address ហ្នឹងយកមកផាសនៅលើ browser អញ្ចឹងខ្ញុំសូមធ្វើម្ដងទៀតខ្លាញ់អ្នកដែលគាត់ទស្សនាវីដេអូនេះគឺគាត់អត់យល់អញ្ចឹងយើងចូលមកកាន់ម៉ាស៊ីនរបស់យើងមកហើយយើង copy កន្លែងនេះកន្លែង IP address របស់យើងហ្នឹងហើយយើងចូលទៅកាន់ browser មួយណាដែលយើងកំពុងតែប្រើហ្នឹងយើងធ្វើការផាសអញ្ចឹងមកអញ្ចឹងមានន័យថា welcome to មានន័យថា welcome to nginx របស់យើងហ្នឹងវាដំណើរការអញ្ចឹងជាបន្ទាប់ទៀតយើងចូលទៅ file សាលារបស់យើងដើម្បី
យើងចូល file ស្រឡាដើម្បីយើងចង់host IP sorry host website ចឹងដើម្បីចង់កែ IP បានគឺយើងចូលទៅក្នុង file យើងយក site manager តោះមិញខ្ញុំបង្ហាញហើយដើម្បីចូលទៅកែ IP បានគឺយើងចូលទៅក្នុង file កន្លែងនេះសូមបិទវាចោលសិនយើងចូលទៅកាន់ file កន្លែងនេះ site manager ហ្នឹងហើយយើងធ្វើការផ្លាស់ប្ដូរ IP address អញ្ចឹង IP address នេះយើងយកមកពីណាគឺយើងយកមកពី AWS ក្នុងម៉ាស៊ីនរបស់យើងហ្នឹងប៉ុន្តែខ្ញុំអត់ចង់ឲ្យយើងចូលម្ដងហើយយើងត្រូវផាសម្ដងហើយម្ដងទៀតទេអញ្ចឹងខ្ញុំចង់ឲ្យវា static ដើម្បីឲ្យវា static បានគឺយើងចូលទៅកាន់ម៉ាស៊ីនរបស់យើងដដែលយើងចូលក្នុង instance ដដែលមកយើងចូលមកកាន់ instance នេះយើងហៅពាក្យថា elastic IP អញ្ចឹង elastic IP នេះខ្ញុំអត់ទាន់មានអីទេអញ្ចឹងយើងចង់បង្កើតវាយើងចូល allocate នេះមកបន្ទាប់ពីយើងចូល allocate ហើយយើងយកហៅពាក្យថា add new text អញ្ចឹងចូលមកដល់កន្លែងនេះខ្ញុំដាក់ថា static IP ហើយកន្លែងនេះខ្ញុំដាក់ឈ្មោះសម្រាប់ខ្ញុំសិតិចតបបន្តិចយើងធ្វើការ allocate មកចង់ចូលដល់កន្លែងនេះខ្ញុំដាក់ឈ្មោះម្ដងទៀតខ្ញុំដាក់ sitic ប៉ុន្តែខ្ញុំដាក់អក្សរធំចឹងយើងបាន IP address មួយប៉ុន្តែយើងអត់ទាន់បានភ្ជាប់ទៅកាន់ម៉ាស៊ីនទេចឹងជាបន្ទាប់ទៀតយើងចុចទៅកាន់ IP address មកហើយបន្ទាប់មកយើងចុចទៅកាន់ associate associate elastic មកហើយបន្ទាប់មកទៀតយើងចូលទៅកាន់ extend ចឹង extend របស់ខ្ញុំគឺខ្ញុំប្រើមួយនេះcom នេះគឺខ្ញុំអត់ប្រើទេបន្ទាប់ពីយើងរក extend របស់យើងហើយបន្ទាប់ពីយើងរក extend របស់យើងហើយយើងចុច associate មកចឹងចូលមកដល់កន្លែងនេះយើងអត់មានត្រូវធ្វើអីទៀតទេយើង copy IP address របស់យើងកន្លែងនេះមកយើង copy ហើយយើងចូលទៅកាន់ file Mozilla យើងវិញដាក់ចូលក្នុងនេះដើម្បីឲ្យវាទៅជា static បន្ទាប់ពីយើង copy ហើយយើងចុច connect មកអញ្ចឹងវាដំណើរការយើងដំណើរការបានសក្តិសិទ្ធិហើយចឹងជាបន្ទាប់យើងត្រូវ upload file អញ្ចឹងដើម្បី upload file យើងចូលបានយើងចូលទៅកាន់ root ហើយយើងនេះចូលទៅកាន់ root យើងរកពាក្យថាfile ហើយ www ហើយបន្ទាប់ពីយើងធ្វើអញ្ចឹងហើយយើងត្រូវ change permission យើងចូលទៅកាន់ file Mozilla យើងមកsorry ទៅកាន់ git តោះឥឡូវវាធ្វើការចេញពី ISA របស់យើងហើយអញ្ចឹងយើង connect ម្ដងទៀតអញ្ចឹងការ connect អត់មានអីពិបាកទេយើងចូលទៅកាន់ ISA របស់យើងមកយើងកាន់ interface យើងចូលលើម៉ាស៊ីនដែលយើងប្រើហើយយើងធ្វើការ connect មកយើងទៅរក ASX client ហើយយើង copy ASX យើងចូលទៅកាន់ Git របស់យើងមក
trong đó lý quay vị thay vậy má chứ trong đó nếu như mày quay comment em xem tiệt tê nhưng còn là quay vị thay cd slash bo nhưng tiếp với tiếp máu tỏ những chân dương quay comment và số đủ mood bump up down là bởi cái một hiện chắc nhân time cái tôi mất www slash hay được nói cho cả enter máu với tha project file có directory chắc cả vậy mình thiệt mà tỏ để sao tay mình nhắn cứ nhóm cho cả quay comment cho anh kia qua được là bị đòn chứ nếu cứ chỉ comment đã thử cứ quá số đủ mood www slash trái chịp tốt tới như vậy comment khó khăn khó nhất số đủ mood www slash atm chẳng như cho một can pha sẽ làm bởi những mới trong đại kế nhưng còn là website muối website tôi mua in để nhận cho từ nón w root chắc là mấy đã bán cứ dương quay comment muối đã thá dương ra comment muối đã thá âm vì toàn chắc như bây giờ tiên em để cho tôi không file bây giờ hay chắc như cho tôi can kịp bây giờ chắc như thầu với không mình âm vi muội chắc như thơ ca muối yes have automatic như thơ ca cd www slash em thưa ca ở trong lưng tha file index bản nhung mình nhấn châu không nên ọt thì file index bản nhung mình nhấn giống như ở châu thấy nguyên miên file index là dân thưa ca học comment muối số đủ âm vì chắc comment ấy sẽ mà mua file bật dưới nắng từ location muối để tầm trời chứ nhưng người ta số đủ sudo sẽ khó hái sudo sơ dù sudo âm ví index trong chụp tab nó trong như trên hái slash html comment của phần đăng máy cho cả enter hay cho máy những thua cá quay cd html cd nhớ hay enter ca enter má chốc pe cho tất cả mới hay enter ca li má trong đứng tha miền ẩn chắc nè chốc đi cho hay đi cho tất cả đi tăng mua để thẩm thở lại cho tất cả sân mới dưỡng hay như copy IP address yes hay thực hành Partler anh sẽ ít ở dưới mắt trong việc squatte via response còn trong video bắt đầu tiếp cứ dùng thử số
ខ្ញុំត្រូវសនេះអញ្ចឹងអីដែលខ្ញុំបង្ហាញអាហ្នឹងបានគឺទី1គឺខ្ញុំទៅយកនេះ IP វាមក and then ហើយយើងធ្វើការ copy មកវាចេញអញ្ចឹងពេលចេញអញ្ចឹងមានថាត្រូវឲ្យយើងហោះ website dynamic static ហោះ static